As of late, I have been very busy. As of late មានន័យថាថ្មីថ្មីនេះខ្ញុំមមាញឹកខ្លាំងណាស់ As of late the weather is unpredictable ថ្មីនេះអាកាសធាតុมันអាចទាយទុកដឹងមុនទេមើលមិនដឹងទេត្រូវភ្លៀងប្រើត្រូវខ្យល់ប្រើអញ្ចឹងទៅណា unpredictable ចឹង as of late នេះមានន័យថាថ្មីនេះចឹងយើងអាចដាក់នៅខាងដើមឬក៏ប្រើនៅខាងចុងក៏បានដែរ As of late you seem happier ថ្មីនេះអ្នកហាក់បីដូចជាកាន់តែសប្បាយចិត្ត My girlfriend has never called me as of late ថ្មីនេះមិត្តស្រីរបស់ខ្ញុំមិនដែលទេមកខ្ញុំទេអូខេចឹងសរុបមកវិញ as of late វាជា expression មួយដែលមានន័យថាថ្មីនេះបងប្អូនអាចសរសេរដាក់នៅខាងដើមឬក៏នៅខាងចុងក៏បានដែរហើយកាលណាដាក់ខាងដើមបងប្អូនត្រូវ separate ដោយសញ្ញាខមាផងណាសញ្ញាក្បៀសនឹងផងអូខេបើសិនជាដាក់នៅខាងចុងយើងមិនចាំបាច់ប្រើសញ្ញាខមាទេអូខេពេលដែលបងប្អូនចេះ clear ហ្នឹងរៀនវាហើយអនុវត្តវាមានន័យថាឲ្យយល់អត្ថន័យរបស់វានឹងហើយយើងយកវាទៅបង្កើតជារបស់ខ្លួនឯងហើយវឹកហាត់ថាចុះថាឡើងមកអញ្ចឹងភាសាតលតែយើង practice ទៅអាចចេះនិយាយទៅបានអត់មែនថាទៅរៀនវេយ្យាករណ៍ឲ្យបានច្រើនត្រូវរៀនពាក្យឲ្យបានច្រើនបើមិនដែលប្រើគឺនៅតែអត់ចេះនិយាយដដែលអញ្ចឹងហើយបានជាវិបត្តិជាច្រើនដែលអ្នករៀនភាសាអង់គ្លេសជួបនោះគឺថាចេះវេយ្យាករណ៍ច្រើនចេះស្អីច្រើនប៉ុន្តែនៅពេលដែលចាប់ផ្ដើមនិយាយទៅជារឿងមួយលំបាកប៉ុន្តែពេលចាប់ផ្ដើមសរសេរអត់អីវិញអញ្ចឹងដើម្បីឲ្យការនិយាយទៅបានបងប្អូនរៀនជា clear មានន័យថាពាក្យមួយយកទៅផ្គុំគ្នាហើយបង្កើតបានទៅជាអត្ថន័យមួយនោះអាហ្នឹងបានបងប្អូនមិនបាច់ត្រូវឈឺក្បាលថាអាពាក្យនេះបកអាម៉េចអានេះមានអត្ថន័យមិនទេគឺចេះអាផ្គុំគ្នាមកអញ្ចឹងas of late អញ្ចឹងបងប្អូនមិនមែនទៅញែកមួយណាអញ្ចឹង as of late ហ្នឹងទៅតែដឹងអត្ថន័យរបស់វាគឺ recently អញ្ចឹងយើងចេះប្រើហ្នឹងមានទៅបាច់ទៅគិតថា as នឹងអាម៉េច of នឹងអាម៉េច late នឹងអាម៉េចណាឃើញទេអញ្ចឹងរៀនអាផ្គុំគ្នាបែបហ្នឹងធ្វើឲ្យយើងមិនបាច់ហត់គិតទៅលើរឿងបង្កើតដោយខ្លួនឯងទេពោះអីសំណង់ហ្នឹងគេសង់មកស្រាប់ហើយគាត់តែយើងយកទៅប្រើទៅហើយបាត់ហើយអ្នកកាន់តែប្រើអ្នកកាន់តែរីកចម្រើនអ្នកកាន់តែថ្នាក់ជាមួយវា So that's what I want to tell you today. So if you want to sound fluent, you have to use it very often. So that's all for this video. See you in the next video.